បាទសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទចឹងសម្រាប់វីដេអូនេះខ្ញុំសូមចែករំលែកអំពីការរបៀបទាញយក QR code របស់សិស្សនៅក្នុង PLP បាទចំនួនថ្មីបាទហើយយើងទាញយកគឺម្ដងបានទាំងអស់តែម្ដងបាទចឹងទេមុនដំបូងចូលទៅកាន់ថ្នាបឋមរបស់យើងមកបាទយើងចូលមកហើយយើងចូលថ្នាបឋមចំនួនថ្មីបាទបន្ទាប់មកយើងចុចលើឈ្មោះរបស់យើងនេះមកបន្ទាប់មកវានឹងលាក់កន្លែងនេះអញ្ចឹងដើម្បីបើកបានយើងចុចលើព្រួយខាងស្ដាំនេះបន្ទាប់មកចុចលើពាក្យថាគ្រប់គ្រងសិស្សបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើចុចលើត្រេ3ខាងស្ដាំនេះហើយយកពាក្យថា QR code សិស្សនេះបាទអញ្ចឹងវានឹងលោតមករៀងគ្នាបែបហ្នឹងអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងដាក់ទាញយក PDF នេះបាទអញ្ចឹងវាកំពុងបង្កើតបើយើងចង់ទាញយកម្នាក់ក៏បានដែរយើងចុចលើព្រួយសិស្សម្នាក់នេះហើយបោះទៅឲ្យគាត់ទៅបាទបើយើងចង់ទាញយកណាបាទប៉ុន្តែបើយើងចង់ទាញយកបែបហ្នឹងគឺយើងទាញយកទាំងអស់តែម្ដងគឺយើងស្រួលដើម្បីយើង print ចេញមកយើងកាត់ចែកគាត់បាទអញ្ចឹងអានេះយើងទាញបានហើយនេះជា PDF នេះបាទអញ្ចឹងមកបន្ទាប់ពីយើងលើពាក្យ share នេះទៅដែរបាទយើងចុចលើពាក្យថា save to file នេះបាទបន្តមកយើងចុចលើពាក្យថា save បាទហើយចុច done មកបាទបន្តមកទៀតយើងចូលទៅកាន់ file បាទក្នុងនេះចុចពាក្យ file នេះមកហើយយើងទៅរក file ដែលយើងទាញមកមិញនោះគឺគេដាក់ថា student id នេះចុចលើពាក្យហ្នឹងមកចុចលើនេះមកបន្តមកបានយើងចុចលើពាក្យ share នេះម្ដងទៀតមកហើយបានយើងផ្ញើចេញទៅកាន់ Telegram ណាមួយដែលយើងចង់ផ្ញើទៅគឺបានជា PDF ហើយបាទអញ្ចឹងសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាបាទនេះជារបៀបទាញយកចូលកូដម្ដងមួយថ្នាក់បាទធ្វើជា PDF ដើម្បី print កាត់ជូនសិស្សបាទសូមអរគុណច្រើនមួយវិញកុំសូមអធិស្ឋានបាទ